Ôiថ្ងៃនេះបានមកហូបពិសេសបងប្អូនហើយទិញបានតែមួយថងនេះមកហូបពិសេសខ្យងអូចំពោះខ្យងនេះមកហូបដែលធូរថ្លៃហើយធ្វើអីក៏ឆ្ងាញ់ដែរបងប្អូនមិនថាយកទៅអប់មិនថាយកទៅឆាយកទៅចំហុយយកទៅការីអីគឺឆ្ងាញ់ទាំងអស់ហើយខ្យងនេះអត់បានខ្យងសុទ្ធទេមួយថងនេះលេខ្ចៅលេអីផងនេះតោះឥឡូវយើងមកធ្វើហ្មងទៅកំពុងតែឃើញខ្យងឃ្លានផងនៅឃ្លានប្រហែលថ្ងៃឯនេះហ្នឹងហើយជាជំហានដំបូងនេះយកខ្យងយើងទៅត្រាំទឹកទៅប្រហែលជា1ម៉ោងអីហ្នឹងហើយក្នុងរយៈពេល1ម៉ោងហ្នឹងយើងអាសាទៅលាងវាចេញទៅលាងវាដើម្បីឲ្យដីចេញពីក្នុងខ្លួនរបស់វាព្រោះថាខ្យងនៅពេលដែលយើងត្រាំទឹកអញ្ចឹងគឺវាចេញដីមកឲ្យវាចំហសទះទៅយើងទៅអាសាលាងដើម្បីឲ្យដីចេញណាហើយក្រោយពីលាងខ្យងហើយទៅយើងចាប់ផ្ដើមឆាត្មងទៅហ្នឹងហើយចំពោះវិធីធ្វើគឺថាងាយស្រួលណាស់យើងចាប់ផ្ដើមដាក់ខ្លាញ់លើផ្ទះយើងទៅបើខ្លាញ់ឲ្យក្តៅពងខ្ទឹមឲ្យឈ្ងុយទៅរួចទៅយើងធ្វើការដាក់ខ្យងចូលទៅយើងកូរវាឲ្យសព្វទៅកូរទៅដល់កូរមកទៅដើម្បីឲ្យវាបើកហាសទះហ្នឹងហើយយើងដាក់ម្ទេសបន្តិចមកម្ទេសនេះខ្ញុំដាក់បន្តិចទេដោយសារអត់ហ៊ានហូបហឹលខ្លាំងទេហើយដើម្បីឲ្យក្មេងៗគាត់បានហូបផងឥឡូវយើងមកថែមជាមួយម្ទេសមកម្ទេសនេះខ្ញុំអត់ហ៊ានដាក់ច្រើនទេដោយសារកូនរបស់ខ្ញុំគាត់ចាំហូបដែរខ្ញុំដាក់តែមួយគ្រាប់ទេប៉ុន្តែមួយគ្រាប់នេះរៀងធំដែរដើមវារៀងវែងអញ្ចឹងណាហើយរួចយើងដាក់ហើយខ្ញុំបានធ្វើការដាក់លឹកក្រូចសើចនេះគឺយើងដាក់វាដើម្បីឲ្យវាឈ្ងុយហើយជាមួយនឹងម្ដេងប៉ប៉ិនមេដៃមកយើងដំវាឲ្យបែកមកដាក់កូរឲ្យឈ្ងុយដូចគ្នាហ្នឹងហើយបន្តមកទៀតយើងទៅលាងទឹកខ្ទឹមដែលយើងបានត្រៀមបានអីហ្នឹងយើងហាន់ខ្ទឹមនឹងជាកង់តូចមកដើម្បីរោយពីលើឆាហ្នឹងដើម្បីឲ្យវាកាន់តែឈ្ងុយទៀតណារួចទៅខ្ញុំក៏ចាប់ផ្ដើមបន្ថែមគ្រឿងរបស់យើងដែលត្រៀមដាក់ហ្នឹងគ្រឿងរបស់យើងគឺមានតែទឹកត្រីប៊ីចេងស្ករជាពិសេសហ្នឹងគឺអំបិលរ៉ូឌីយើងដាក់ឲ្យវាល្មមមកយើងកូរទៅកូរមកដើម្បីឲ្យវាបើកសទះខ្យងនៅពេលដែលយើងកូរប្រហែលខ្ទង់ជា2-3នាទីអីហ្នឹងចាប់ផ្ដើមក្តៅគឺវាបើកសទះហើយហ្នឹងហើយអញ្ចឹងយើងកូរដើម្បីឲ្យវាចូលគ្រឿងទៅក្នុងខ្លួនខ្យងទៀតហ្នឹងហើយព្រោះថាបើនៅក្រៅយើងឆ្ងាញ់ថាខាងក្រៅឯងខាងក្នុងវាច្បាស់ជាសាបហើយអញ្ចឹងយើងកូរទៅដើម្បីឲ្យគ្រឿងចូលទៅក្នុងខ្លួនហ្នឹងហើយក្រោយពីកូរវាក្នុងប្រហែល 3-4 នាទីហ្នឹងឯងខ្យងរបស់យើងក៏ចាប់ផ្ដើមឈ្ងុយហើយនេះត្រូវដាក់ប្រេងខ្យងដាក់អីចឹងទៀតមកអូយចេះក្លិនឈ្ងុយហ្មងយើងកូរវាឲ្យសព្វទៅយើងថែមទឹកបន្តិចមកចាប់មកយើងយកខ្លាំឬមួយក៏គ្របឆ្នាំងក៏បានគ្របពីលើផ្ទះរបស់យើងទុកវាក្នុងប្រហែល 4-5 នាទីឲ្យវាដាច់ទឹករួចទៅនៅពេលដែលវាជិតដាច់ទឹកយើងបើកវាមកយើងកូរទៅកូរមកដើម្បីឲ្យគ្រឿងរបស់យើងគឺស្អិតចប់ជាមួយនឹងសម្បកខ្យងតែម្ដងហ្នឹងហើយមួយថ្ងៃនេះនឹកឃើញខ្យងមែនទេនឹកឃើញខ្យងអប់រិចនៅតកែវអញ្ចឹងក៏ទិញខ្យងមកធ្វើនៅផ្ទះឥឡូវក្រោយពី5នាទីដែលខ្ញុំគ្របហើយខ្ញុំយកគំនប់ស្លាញ់ចេញមកខ្ញុំក៏ធ្វើការកូរហ្នឹងហើយយើងកុំគ្របចាំដល់វាដាច់ទឹកហើយយើងខ្លាចយើងភ្លេចមើលទៅវាអាចខ្លោចអញ្ចឹងយើងទុកទឹកវានៅប៉ែកមកដើម្បីយើងមកស្រួលកូរដើម្បីឲ្យវាដាច់ទឹកចុងក្រោយមកយើងកូររហូតតតែសម្បកវាស្អិតនឹងឆ្កាញ់អូជាតិមែនតើឥឡូវដល់ពេលហើយឆ្អិនហើយយើងចាប់ផ្ដើមដួសដាក់ចានហើយហូបអាហារថ្ងៃត្រង់របស់យើង